មានសំណួរមួយបានចោទសួរថានៅពេលដែលមានយន្តហោះចម្បាំងឬក៏មីស៊ីលហោះចូលមកកាន់ដែនអាកាសកម្ពុជាតើអាវុធមួយណានឹងក្លាយទៅជាខ្សែការពារដំបូងតើវាជាយន្តហោះចម្បាំងឬក៏ជាប្រព័ន្ធមីស៊ីលការពារដែនអាកាសនៅក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះកងយុទ្ធពលខេមរៈភូមិន្ទបានបង្កើតការវិនិយោគទៅលើការការពារដែនអាកាសហើយនៅក្នុងចំណោមប្រព័ន្ធដែលទាក់ទាញចំណាប់អារម្មណ៍បំផុតនោះគឺ KS-1C ដែលផលិតដោយប្រទេសចិនមនុស្សជាច្រើនស្គាល់ឈ្មោះ KS-1C ប៉ុន្តែមិនទាន់ដឹងថាវាមានសមត្ថភាពពិតប្រាកដកម្រិតណាអាចបាញ់ទម្លាក់យន្តហោះចម្បាំងបានដែរឬទេអាចការពារដ្រូនឬក៏មីស៊ីលបានដែរឬទេហើយហេតុអ្វីបានជាកម្ពុជាជ្រើសរើសយកប្រព័ន្ធការពារដែនអាកាសប្រភេទនេះនៅក្នុងវីដេអូនេះ K-Report នឹងនាំអ្នកទាំងអស់គ្នាទៅស្វែងយល់ចាប់តាំងពីប្រវត្តិការអភិវឌ្ឍសមត្ថភាពបច្ចេកវិទ្យាការប្រើប្រាស់និងការវិភាគថា KS-1C មានតួនាទីយ៉ាងដូចម្តេចក្នុងការការពារដែនអាកាសរបស់កម្ពុជាដើម្បីយល់ពី KS-1C យើងត្រូវតែត្រឡប់ទៅទសវត្សរ៍ឆ្នាំ1980នៅពេលនោះប្រទេសចិនបានដឹងថាប្រព័ន្ធការពារដែនអាកាសចាស់ៗដែលខ្លួនមានមិនអាចឆ្លើយតបនឹងយន្តហោះចម្បាំងជំនាន់ថ្មីដែលហោះលឿនជាងមុននិងប្រើអាវុធឆ្លាតវៃបានល្អទៀតឡើយដូច្នេះវិស្វករចិនបានចាប់ផ្ដើមការអភិវឌ្ឍប្រព័ន្ធមីស៊ីលការពារដែនអាកាសរយៈមធ្យមមួយដែលអាចការពារទីតាំងយោធាសំខាន់ៗអាកាសយានដ្ឋាននិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផងដែរគម្រោងនេះក្រោយមកត្រូវបានគេស្គាល់ថា Kaisan-1 ឬក៏ KS-1 ពាក្យ Kaisan-1 មានន័យថាភ្នំអ្នកឈ្នះដែលជាឈ្មោះគម្រោងរបស់ប្រព័ន្ធនេះបន្ទាប់ពីការសាកល្បងជាច្រើនឆ្នាំប្រទេសចិនបានបន្តអភិវឌ្ឍប្រព័ន្ធនេះជាបន្តបន្ទាប់រហូតបង្កើតបានជាកំណែដូចជា KS-1 KS-1A HQ-12 និង KS-1C ដែលជាកំណែទម្រង់សម្រាប់នាំចេញKS-1C ត្រូវបានរចនាឡើងដើម្បីឲ្យមានការចល័តលឿនអាចដាក់ពង្រាយនិងផ្លាស់ទីបានយ៉ាងឆាប់រហ័សហើយសមស្របសម្រាប់ប្រទេសដែលត្រូវការប្រព័ន្ធការពារដែនអាកាសរយៈមធ្យមនៅក្នុងតម្លៃទាបជាងប្រព័ន្ធធុនធ្ងន់មួយចំនួនយោងតាមសារព័ត៌មានសាធារណៈកម្ពុជាបានទទួលប្រព័ន្ធ KS-1C នៅក្នុងឆ្នាំ2023ជាផ្នែកមួយនៃការធ្វើទំនើបកម្មកងទ័ពអាកាសរបស់កម្ពុជារបាយការណ៍ពីប្រភពឯករាជ្យមួយក៏បានរាយការណ៍ថាកម្ពុជាបានដាក់ឲ្យប្រើប្រាស់ប្រព័ន្ធនេះនៅក្នុងការពារដែនអាកាសផងដែរតើ KS-1C មានរចនាសម្ព័ន្ធដូចម្តេចមនុស្សជាច្រើនគិតថា KS-1C គ្រាន់តែជារថយន្តមួយដែលផ្ទុកមីស៊ីលប៉ុណ្ណោះប៉ុន្តែការពិតវាគឺជាប្រព័ន្ធការពារដែនអាកាសទាំងមូលដែលមានធាតុផ្សំជាច្រើនរួមគ្នាតែមួយប្រព័ន្ធមួយជាទូទៅរួមមានរ៉ាដាស្វែងរកគោលដៅដែលអាចស្កេនដែនអាកាសជាបន្តបន្ទាប់និងមានបំពាក់ជាមួយនឹងរ៉ាដាតាមដានគោលដៅដែលផ្ដោតទៅលើគោលដៅជាក់លាក់វាក៏មានបំពាក់ជាមួយនឹងមជ្ឈមណ្ឌលបញ្ជានិងគ្រប់គ្រងដែលវិភាគទិន្នន័យនិងសម្រេចថាត្រូវបាញ់ឬក៏អត់ KS-1C មានរថយន្តបាញ់មីស៊ីលដែលផ្ទុកមីស៊ីលរួចជាស្រេចនិងមានរថយន្តដឹកមីស៊ីលសម្រាប់បញ្ចូលគ្រាប់ឡើងវិញនៅពេលរ៉ាដារកឃើញគោលដៅព័ត៌មានទាំងមូលនឹងត្រូវបញ្ជូនទៅមជ្ឈមណ្ឌលបញ្ជាប្រសិនបើគោលដៅត្រូវបានវាតម្លៃថាជាការគំរាមកំហែងប្រព័ន្ធនឹងចេញបញ្ជាឲ្យរថយន្តបាញ់មីស៊ីលជាបាញ់ដំណើរការនេះអាចប្រព្រឹត្តទៅក្នុងរយៈពេលខ្លីដែលជាចំណុចសំខាន់សម្រាប់ការការពារនិងការវាយប្រហារតាមអាកាសសមត្ថភាពពិតរបស់ KS-1C ឥឡូវនេះយើងមកដឹងពីចំណុចដែលមនុស្សភាគច្រើនចង់ដឹងបំផុតតើ KS-1C មានសមត្ថភាពខ្លាំងប៉ុណ្ណាយោងតាមព័ត៌មានសាធារណៈដែលអាចរកបានប្រព័ន្ធ KS-1C ត្រូវបានរចនាឡើងសម្រាប់ការការពារដែនអាកាសនៅក្នុងរយៈមធ្យមវាអាចស្ទាក់ចាប់យន្តហោះចម្បាំងឧទ្ធម្ភាគចក្រយានគ្មានមនុស្សបើកឬក៏ដ្រូននិងគោលដៅតាមអាកាសមួយចំនួនទៀតប្រភពបើកចំហជាច្រើនរាយការណ៍ថាវាមានចម្ងាយស្ទាក់ចាប់ប្រហែលពី50ទៅ70គីឡូម៉ែត្រនិងអាចប្រតិបត្តិការនៅក្នុងកម្ពស់រហូតដល់27គីឡូម៉ែត្រអាស្រ័យទៅលើកំណែនិងការកំណត់ទៅលើរចនាសម្ព័ន្ធមីស៊ីលរបស់ KS-1C ប្រើការណែនាំពីរ៉ាដារបស់ប្រព័ន្ធនេះមានន័យថារ៉ាដាត្រូវតែបន្តតាមដានគោលដៅក្នុងអំឡុងពេលដែលមីស៊ីលកំពុងហោះទៅរកគោលដៅដូច្នេះប្រសិនបើសត្រូវប្រើសង្គ្រាមអេឡិចត្រូនិកឬក៏ Electronic Warfare ឬបច្ចេកទេសរំខានពីរ៉ាដាប្រសិទ្ធភាពអាចរងការប៉ះពាល់បានតើវាអាចបាញ់ទម្លាក់យន្តហោះចម្បាំងបានដែរឬទេចម្លើយគឺអាចប្រសិនបើយន្តហោះចម្បាំងនោះស្ថិតនៅក្នុងចម្ងាយនិងកម្ពស់ដែលប្រព័ន្ធអាចគ្របដណ្ដប់ហើយអាចត្រូវបានរកឃើញនិងតាមដានដោយរ៉ាដាប៉ុន្តែមិនមែនមានន័យថា KS-1C នឹងបាញ់ទម្លាក់បានគ្រប់យន្តហោះគ្រប់ពេលនោះទេលទ្ធផលពិតប្រាកដគឺអាស្រ័យទៅលើកត្តាដូចជាការហោះហើររបស់គោលដៅការប្រើប្រាស់អាវុធរំខានអេឡិចត្រូនិកការប្រើ decoy ការសម្របសម្រួលជាមួយនឹងប្រព័ន្ធការពារផ្សេងៗតើ KS-1C អាចប្រឆាំងនឹងដ្រូនបានដែរឬទេដ្រូនធំៗនិងដ្រូនដែលហោះនៅក្នុងល្បឿននិងកម្ពស់សមស្របអាចជាគោលដៅរបស់ KS-1C ប៉ុន្តែសម្រាប់ដ្រូនតូចៗនិងមានតម្លៃទាបការប្រើប្រាស់មីស៊ីលរយៈមធ្យមអាចមិនមែនជាជម្រើសដែលមានប្រសិទ្ធភាពក្នុងចំណាយនោះទេប្រទេសជាច្រើនប្រើប្រព័ន្ធរយៈខ្លីឬក៏កាំភ្លើងប្រឆាំងនឹងដ្រូនសម្រាប់ការពារដ្រូនតូចៗតើ KS-1C អាចប្រឆាំងនឹង Gripen ឬក៏ F-16 បានដែរឬទេជាសំណួរមួយដែលមានអ្នកចាប់អារម្មណ៍ច្រើន
យន្តហោះចម្បាំងសាបចាស់39 Gripen ត្រូវបានរចនាឡើងឲ្យមានសមត្ថភាពប្រយុទ្ធទំនើបរួមទាំងការប្រើប្រាស់ប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកដើម្បីបង្កើនឱកាសរស់រានមានជីវិតនៅក្នុងបរិយាកាសដែលមានប្រព័ន្ធការពារដែនអាកាសខ្ពស់ដូច្នេះมันអាចនិយាយបានថា KS-1C ប្រកាសជាបាញ់ទម្លាក់ Gripen ឬក៏ F-16 ប្រកាសជាគេចផុតពី KF-1C ដាក់បានដែរឬទេលទ្ធផលនឹងអាស្រ័យទៅលើកត្តាជាច្រើនដូចជាអ្នកណារកឃើញអ្នកណាមុនកម្រិតហ្វឹកហ្វឺនរបស់ប្រតិបត្តិការគ្រប់គ្រងពីរ៉ាដានិងប្រភពផ្សេងៗស្ថានភាពប្រយុទ្ធជាក់ស្ដែងតើហេតុអ្វីកម្ពុជាជ្រើសរើសយក KS-1C ប្រព័ន្ធការពារដែនអាកាសទំនើបមានតម្លៃខ្ពស់ប្រព័ន្ធល្បីៗមួយចំនួនមានតម្លៃរាប់រយលានដុល្លារឬក៏ច្រើនជាងនេះផងដែរសម្រាប់ប្រទេសដែលត្រូវការពង្រឹងការការពារដែនអាកាសនៅក្នុងថវិកាកំណត់ប្រព័ន្ធរយៈមធ្យមដូចជា KF-1C អាចជាជម្រើសមួយដែលផ្ដល់តុល្យភាពរវាងសមត្ថភាពលើពីនេះកម្ពុជានិងចិនមានកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិជាបន្តបន្ទាប់ក្នុងរយៈពេលច្រើនឆ្នាំដែលអាចជាកត្តាមួយនៅក្នុងការជ្រើសរើសប្រព័ន្ធនេះ